ភាគច្រើនគេនិយាយថាអញ្ចេះបើសិនជាហៅរបរទូចវាកប៉ិចកប៉ុកអញ្ចឹងទៅធ្វើការឲ្យគេមានប្រាក់ចំណូលប្រចាំខែវាល្អជាងចំពោះបងមកគិតមិនកន្លែងហ្នឹងអាចថាត្រូវមួយយ៉ាងក៏ខុសមួយយ៉ាងចាហេតុអីបានខុសពីព្រោះដោយសារតែបងចេញពីធ្វើការឲ្យគេផងលក់ដូរផងចាហ្នឹងហើយពេលហ្នឹងក៏យើងចាប់តាមបោះបង់អាការងារឯកជនទាំងស្រុងមកលក់ដូរវិញតែពេលហ្នឹងយើងអាចទៅឈប់ធ្វើការភ្លាមៗមកលក់ដូរហ្មងឯងព្រោះកាលណាតែអញ្ចឹងចុះឧទាហរណ៍សម្រាប់លក់ហ្នឹងវាដួលធ្វើម៉េចអញ្ចឹងហ្នឹងហើយយើងអត់មានលុយទប់ទេហ្នឹងហើយអញ្ចឹងយើងក៏ធ្វើការផងរកស៊ីផងតែនៅពេលដែលយើងហឹងមាំទើបយើងអាចបោះបង់អាការងារដែលយើងធ្វើនឹងបានចាបងមានចក្ខុវិស័យមិនបានហ៊ានបោះបង់ការងារដែលមានលុយប្រចាំខែមកចាប់យកការងារគេថាអាជីវកម្មដែលដូចរាល់ថ្ងៃហ្នឹងតាមពិតទៅធ្លាប់ខុសម្ដងហើយម្ដងទៀតដែរខុសច្រើនដងដែរអារឿងយើងធ្វើការសុកមករកស៊ីទៅពេលយើងធ្វើការសុកមករកស៊ីទៅពេលយើងដួលរកស៊ីហ្នឹងស្ពាក់លុយគេទៀតចាទៅពេលអញ្ចឹងយើងក៏លើកក្រោយគឺយើងថាអត់ទេត្រូវតែមានការងារមួយហ្នឹងហើយរកស៊ីក៏រកស៊ីទៅប៉ុន្តែយើងត្រូវធ្វើម៉េចឲ្យដឹងខ្លួនឯងថាយើងត្រូវបែងចែកថាការងារម៉េចរកស៊ីម៉េចចាហើយបើពាក់ព័ន្ធជាមួយនឹងមុខរបរដែលថាតូចតាចវាអត់សំខាន់លើការតូចតាចនិងធំដុំទេអ្នកលក់ធម្មតាបើលក់តាកូនតុកមួយចាក៏អាចមានចំណូលហើយក៏អាចពង្រីកខ្លួនទៅធំដែរមែនតើទៅគឺបងបើកហាងស្ប៉ាហ្គាទីដំបងគឺបើកតុកតូចមួយនៅមុខផ្ទះឯងមានតាទូមួយហ្នឹងកាត់អស់ត្រឹមតែ350ទៀត350ហ្នឹងងំសំលុយបានហើយទិញចានឆ្នាំងហ្នឹងក៏អត់មានទិញទេអាចានឆ្នាំងក្នុងផ្ទះយើងប្រើរាល់ថ្ងៃហ្នឹងគឺយើងប្រើទៅហើយទិញយកមកលក់បន្តិចទៅតែអ្វីដែលសំខាន់ហ្នឹងគឺបងសំត្រូវចាំចេះអូនមនុស្សយើងមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយប៉ុនរលុយប៉ុណ្ណាក៏ដោយបើអត់ចេះសំលុយស្មើសូន្យហ្មងចង់ក្រោយបងមានអីផ្ដាំទៅអ្នកទស្សនាវីដេអូនេះអត់ហើយបើចង់ទិញ franchise បងមាន franchise លក់អត់ចាហ្នឹងហើយសម្រាប់ Spaghetti Hell របស់ខ្ញុំជា brand កូនខ្មែរហើយបង្កើតដោយខ្លួនឯងផ្ទាល់ខ្ញុំបង្កើតជាមួយនឹងពូម៉ាក់ខ្ញុំជាមួយនឹងរសជាតិក៏មានលក់ជាកញ្ចប់អាជីវកម្ម franchise ដែរអ្នកតំណងតាមលេខទូរស័ព្ទ089 279 689ចាអរគុណចា